ដើមឈើខូចនៅនឹងឫសមនុស្សខូចនៅនឹងចិត្តអ្នកអាចចិត្តល្អអភ័យទោសឲ្យអ្នកដទៃប៉ុន្តែមិនត្រូវល្ងង់ទៅជឿគេប្រេះផ្ដាស់អ្នកមិនមានចេតនាធ្វើបាបអ្នកដទៃប៉ុន្តែត្រូវតែប្រុងប្រយ័ត្នចំពោះពួកគេអ្នកអាចមិនប្រកាន់ខឹងប៉ុន្តែត្រូវចងចាំឲ្យបានច្បាស់លាស់ចិត្តល្អនេះណាបើមានគឺមានបើមិនមានគឺគ្មានមិនមានការរំជើបរំជួលទេ5ប្រយោគដ៏សាហាវបំផុតខាងក្រោមនេះធ្វើឲ្យអ្នកមានភាពចាស់ទុំបានយ៉ាងឆាប់រហ័ស 1. កុំត្អូញប្រាប់គេថាក្រគ្មានអ្នកណាឲ្យលុយអ្នកចែកទេ 2. កុំត្អូញប្រាប់គេថាហត់គ្មានអ្នកណាជួយធ្វើជំនួសអ្នកទេ 3. កុំឲ្យតែស្អីបន្តិចស្រក់ទឹកដេកគ្មានអ្នកណាផលពីអ្នកទេ 4. កុំចុះចាញ់គ្មានអ្នកណាចង់ឲ្យអ្នកឈ្នះទេ 5. កុំពឹងផ្អែកលើអ្នកដទៃមានតែខ្លួនឯងទេទើបអាចពឹងផ្អែកបានល្អជួយខ្លួនឯងបានទើបទេវតាជួយជាក្រោយហើយបើចង់យកឈ្នះអ្នកដទៃត្រូវចងចាំនៅបណ្ដាំដូនតាទាំងនេះឈ្នះអ្នកខ្ពស់ដោយបន្ទន់ប្រានឈ្នះអ្នកក្លាហានដោយទំលាយឈ្នះអ្នកខ្សោយដោយសំណបាយឈ្នះអ្នកស្មើកាយដោយការព្យាយាម